បាទសូមអនុញ្ញាតគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពបាទតែថ្ងៃនេះខ្ញុំបាទសូមមកបង្ហាញជូននៅបទពិសោធន៍បាទចិញ្ចឹមមាន់លក្ខណៈគ្រួសារបាទយើងចិញ្ចឹមមេពងខ្លួនឯងបែបនេះបាទចិញ្ចឹមលក្ខណៈគ្រួសារបាទយកកូនចិញ្ចឹមមិនអស់ទេបាទយើងធ្វើសម្បុកវាខ្ពស់ហើយមេចិញ្ចឹមតែ3ឬក៏4ទេបងប្អូនបាទណាខ្ញុំខាងនេះ2បាទមេនេះក្រាបពងបាទខាងនេះពងអត់បានក្រាបទេបាទយើងចាំបែបនេះបាទពុកម៉ែបងប្អូនបាទហើយមេមួយនេះញាស់ហើយបងប្អូនបាទមេនេះបាទញាស់កូនបាទញាស់កូនហើយបាទពេលដែលមេក្រាបបាទកូនញាស់រឹងដៃរឹងជើងហើយបាទយើងយកកូនវាយកទៅដាក់ក្នុងទ្រុងមួយទៀតបាទយើងបាយចេញពីមេបាទតិចទៀតខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនបាទបន្ទាប់ពីញាស់ហើយបន្ទាប់ពីញាស់រឹងដៃរឹងជើងហើយយើងយកវាយកមកដាក់ក្នុងទ្រុងបងប្អូនបាទយើងដាក់ក្នុងទ្រុងដៃបែបនេះហើយយើងបែកមេចេញថ្ងៃឡើងយើងយកមេវាចេញពីក្នុងទ្រុងនេះទុកតកូនទេបាទបងប្អូនហើយយើងឃ្លុំវាចិត្តបែបនេះយើងដាក់ចំណីដាក់ទឹកនេះទៅហើយកូនទុកក្នុងទ្រុងហើយមេយើងដាក់នៅខាងក្រៅដល់ពេលយប់ឡើងយើងចាប់ដាក់ចូលទ្រុងទៀតបងប្អូនបាទយើងដាក់ចំណីឲ្យស៊ីបែបនេះបាទចំណីស៊ីពេញមួយថ្ងៃតែម្ដងបងប្អូនបាទនេះគឺជាកូនមន់ដែលបំបែកចេញពីមេបងប្អូនណាបំបែកចេញពីមេមកយើងបានប្រហែលជា15ថ្ងៃទៅ20ថ្ងៃទេបងប្អូនបាទនេះក្រុមនេះហើយនិយាយចាំមកគឺញាស់មកប្រហែលគឺនៅសល់ប៉ុណ្ណឹងតែម្ដងបងប្អូនបាទអត់មាននេះទេបងប្អូនណាហើយទឹកយើងដាក់ឲ្យដែរទេទឹកញាស់មកប្រហែលគឺសល់ប៉ុណ្ណឹងតែម្ដងបាទនេះសុទ្ធតែកូនដែលបំបាយចេញពីនេះហើយអត់ដែលលេងទេបងប្អូនបាទអត់ដែលបន្លែងវាចេញពីទ្រុងទេយើងគ្រាន់តែបដូរទីតាំងវាបងប្អូនបាទហើយបើធំចេះយើងបើកថ្ងៃឡើងយើងបើកវាឲ្យត្រូវពលឺថ្ងៃបងប្អូនបាទនេះខាងនេះអីទៅត្រូវពលឺថ្ងៃហើយបងប្អូនបាទពេលព្រឹកចេះបងប្អូនហើយបើខាងនេះបាទធំហើយបាទធានាជូតបងប្អូនបាទគឺញាស់មកប្រហែលសល់ប៉ុណ្ណឹងតែម្ដងបងប្អូនបាទនេះអីតែមកសបុកទេបងប្អូនបាទមកសបុកយើងដាក់បានមកទ្រុងនោះមកសបុកទ្រុងនេះមកសបុកទ្រុងនេះមកសបុកបាទញាស់បដិញគ្នាតែម្ដងហើយដូចបងប្អូនឃើញអញ្ចឹងនៅក្នុងសបុកនោះញាស់ទៀតហើយដល់ពេលញាស់មកទៀតយើងត្រូវបែកអាធំនេះដាក់ទៅទ្រុងធំវាចង្អៀតហើយដាក់ទៅទ្រុងធំទ្រុងឈើហើយដល់មេក្នុងទ្រុងនោះអញ្ចឹងក្រាពងហើយបងប្អូនដល់ពេលនេះញាស់បន្តគ្នារហូតកូនចាំលក្ខណៈគ្រួសារអត់ខ្វះទេបាទហើយបង្ហាញជូនបងប្អូនបាទនេះក្រុមដែលយើងយកចេញមកពីទ្រុងដែកយកមកដាក់ក្នុងទ្រុងឈើបែបនេះបងប្អូនបាទធំមកហើយបាទធំមកហើយបន្តិចទៀតយើងបែកវាចេញទៅទ្រុងដែកដែលតលាយនោះតែម្ដងអានេះបាទនៅប៉ុណ្ណេះយើងអត់តានបែកទេប្រហែលជាមួយសប្តាហ៍ទៅ10ថ្ងៃទៀតបាទយើងបែកចេញទៅបាទនេះមកអានេះពីសបុកបងប្អូនបាទញាស់តាណាគ្នាដាក់វាចូលគ្នាអានេះគឺបាទមកបន្ទប់ផ្សេងនេះចឹងទៅហើយនេះមកបន្ទប់ផ្សេងទៀតបងប្អូននេះពីសបុកបាទហើយនេះមកក្រុមបាទនេះមកក្រុមផ្សេងបងប្អូនបាទពីសបុកដែរបងប្អូនបាទពីសបុកយើងដាក់ចូលគ្នាដែរនេះអត់យើងមិនមែនទិញកូនគេមកទេបងប្អូនមេក្រាពងញាស់ហើយយើងចាំបាទហើយដូចបងប្អូននឹងឃើញហ្នឹងក្រៅនោះ3សបុកពងដាក់ត្រង់ដែរនេះ2បាទ2មាន2សបុកនេះ4បាទ4សបុកដាក់ចូលគ្នាតែ2ទេដោយសារយើងអត់មានកន្លែងដាក់បងប្អូនណាចាំលក្ខណៈគ្រួសារគឺកូនចាំមិនខ្វះទេបងប្អូនណាដោយសារញាស់មកប្រហែលសល់ប៉ុណ្ណឹងញាស់មកប្រហែលសល់ប៉ុណ្ណឹងបាទនេះគឺធំអានេះល្មមបាយយកទៅដាក់ក្រុងធំហើយបាទត្រង់ដៃធំនោះខ្ញុំបង្ហាញជូនបងប្អូនបាទ